ស្រីលង្កាដែលស្ថិតនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់ហើយដែលប្រកាសថាមិនកាន់ជើងខាងណាពេលនេះក៏ត្រូវជាប់ពាក់ព័ន្ធនៅក្នុងសង្គ្រាមនេះដែរទោះចង់មិនចង់ក្តីកាលពីថ្ងៃទី4មិនិនានាវាមុជទឹកអាមេរិកដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាបានបាញ់គ្រាប់តរពីកំទេចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់ដែលកំពុងធ្វើដំណើរឆ្លងកាត់ក្បែរឆ្នេរសមុទ្រស្រីលង្កាយោងតាមអាជ្ញាធរស្រីលង្កាក្នុងពេលកើតហេតុនៅលើនាវាអ៊ីរ៉ង់នេះមាននាវិកចំនួន130នាក់ក្រុមសង្គ្រោះស្រីលង្កាបានបើកប្រតិបត្តិការស្រង់បានសាកសពទាហានអ៊ីរ៉ង់ចំនួន87នាក់និងអ្នករបួសធ្ងន់ស្រាលចំនួន32នាក់ហើយកំពុងបន្តរកមនុស្សបាត់ខ្លួនដល់ឡែកនៅព្រឹកថ្ងៃប្រហ័សនេះរដ្ឋាភិបាលស្រីលង្កាបានឲ្យដឹងថាមាននាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៀតដែលកំពុងតែធ្វើដំណើរចូលមកជិតដែនទឹកស្រីលង្កាហើយធ្វើឲ្យគេព្រួយបារម្ភថាអាចត្រូវនាវាមួយទឹកអាមេរិកបាញ់កំទេចមួយទៀតស្រីលង្កាអះអាងថាកំពុងតែរកវិធីដើម្បីជួយការពារអាយុជីវិតមនុស្សនៅលើនាវានោះការពីរសៀលថ្ងៃទី4មិនិនាលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកបានធ្វើសន្និសីទកាសែតដោយលោកបានអះអាងក្នុងន័យអួតថានេះគឺជាលើកទី1ក្នុងប្រវត្តិសាស្ត្រហើយបើរាប់ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី2មកដែលនាវាមុជទឹកអាមេរិកបានបាញ់គ្រាប់តកពីកំទេចនាវាចម្បាំងឲ្យផ្ទុះលិចក្នុងសមុទ្រដ៏អស្ចារ្យបែបនេះតែកតិននឹងប្រតិបត្តិការវាយកំទេចសមត្ថភាពកងទ័ពរបស់អ៊ីរ៉ង់លោករដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានអះអាងទៀតថាអ៊ីរ៉ង់កំពុងតែបាក់កម្លាំងខ្លាំងណាស់ជិតអស់អ្វីតដៃហើយសូមបញ្ជាក់ថាសង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងតែឆេះរាលដាលក្នុងតំបន់ដើមបូព៌ាពេលនេះបានឈានចូលដល់ថ្ងៃទី6ហើយកងទ័ពអ៊ីស្រាអែលនិងកងទ័ពអាមេរិកបានបន្តបាញ់ផ្លោងគ្រាប់ចំគោលដៅសំខាន់នៅអ៊ីរ៉ង់ក្នុងនោះមានទីតាំងនគរបាលមូលដ្ឋានកងទ័ពឃ្លាំងស្តុកអាវុធក្រោមដីនិងប្រព័ន្ធបាញ់មីស៊ីលអ៊ីរ៉ង់ជាដើមក្រសួងការពារជាតិអ៊ីស្រាអែលអះអាងថាគេកំពុងតែបន្តវាយបំបាក់របបផ្ដាច់ការអ៊ីស្លាមអ៊ីរ៉ង់ឲ្យដួលរលំទាំងស្រុងតែទោះជាយ៉ាងនេះក្តីការប្រយុទ្ធថ្ងៃពុធឈានចូលថ្ងៃប្រហ័សនេះគេសង្កេតឃើញថាអ៊ីរ៉ង់នៅតែមានលទ្ធភាពបាញ់ផ្លោងគ្រាប់មីស៊ីលនិងដ្រូនច្រើនរយគ្រឿងមកលើអ៊ីស្រាអែលសម្លេងផ្ទុះដោយប្រព័ន្ធខែមីស៊ីលអ៊ីស្រាអែលបាញ់ស្ទាក់បានលាន់ឮកងរំពងនៅទីក្រុងយេរូសាឡិមនិងទីក្រុងតេលអាវីវហើយទីក្រុងដូហាវិញអ្នកកាសែតបានឮសម្លេងផ្ទុះខ្លាំងនិងច្រើនដងព្រមទាំងផ្សែងខ្មៅហុយទ្រលោមនៅព្រឹកថ្ងៃប្រហ័សក្រសួងការពារជាតិកាតាបានចេញលិខិតប្រកាសថាគេកំពុងតែបើកប្រតិបត្តិការស្ទាក់កំទេចមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់មិនត្រឹមតែនៅតំបន់ឈូងសមុទ្រពេកស្ទីអាហ្សេបៃហ្សង់ដែលស្ថិតនៅខាងជើងអ៊ីរ៉ង់ក៏បានរងការវាយប្រហារដោយដ្រូនរបស់អ៊ីរ៉ង់ដែរសូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី6នៃសង្គ្រាមនេះទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់បានផ្សាយថាមានមនុស្សស្លាប់យ៉ាងហោច1045នាក់ខាងសហរដ្ឋអាមេរិកវិញមន្ទីរបញ្ចកោណបញ្ជាក់ថាមានទាហានអាមេរិកស្លាប់ចំនួន6នាក់នៅអ៊ីស្រាអែលមានស្លាប់ជនស៊ីវិល10នាក់ចំណែកនៅតាមប្រទេសតំបន់ឈូងសមុទ្រពេកមានស្លាប់ចំនួន13នាក់សង្គ្រាមនេះគឺបានឆេះរាលដាលដល់លីបង់ដែរដោយសារតែក្រុមហេសបូឡាបានវាយសងសឹកទៅលើអ៊ីស្រាអែលអាជ្ញាធរលីបង់បញ្ជាក់ថាមានមនុស្សស្លាប់យ៉ាងហោច72នាក់និងប្រមាណ83000នាក់ទៀតត្រូវភៀសខ្លួននៅលីបង់